មនុស្សថ្ងៃសៅរ៍គឺជាមនុស្សម្នាក់ដែលចូលចិត្តស្រាវជ្រាវទាំងផ្នែកសាសនាផ្នែកវិទ្យាសាស្ត្រហើយមនុស្សថ្ងៃសៅរ៍នេះគឺថាចូលចិត្តដូរតន្ត្រីចូលចិត្តជួយយកអាសាគេតែច្រើនតែធ្វើគុណបានទោសមនុស្សថ្ងៃសៅរ៍នេះគឺពូកែអត់ធ្មត់តស៊ូហើយពូកែរកស៊ីធំហ្នឹងហើយពូកែមិនដូចថារកស៊ីមិនខ្វល់ថាជួញចិត្តជួញឆ្ងាយទេជួញទាំងអស់ហ្នឹងហើយមិនសូវអល់ឯកទេមានការសម្រេចចិត្តខ្ពស់ក៏ប៉ុន្តែហ្នឹងហើយបើស្អប់អ្នកណាម្នាក់គឺស្អប់ខ្លាំងដូចគ្នាហើយអឺចាំមិនងាយភ្លេចទេគឺខឹងគឺថាពិសេសមនុស្សរមើលគុណហើយនឹងមនុស្សដែលខ្ចីលុយមិនសងនេះតែម្ដងគឺហើយនឹងបើសិនជាស្នេហាវិញអ្នកណាដែលផិតក្បត់ខ្លួនអ្នកណាដែលបោះបង់ចោលខ្លួននឹងគឺឈឺចាប់ណាគឺគុំចាំគ្មានភ្លេចទេនឹងនេះគឺជាអ្វីដែលមនុស្សថ្ងៃសៅរ៍នឹងជាអត្តសញ្ញាណណាឬគឺជាស្លោកណាស្លោកមនុស្សថ្ងៃសៅរ៍គឺមានស្លោកបែបហ្នឹងបើធ្វើអីមួយមនុស្សថ្ងៃសៅរ៍នេះធ្វើរហ័សចង់តែធ្វើឲ្យហើយភ្លាមណាបើខ្ជិលណាស់បើអាសាក៏អាសាណាស់ហើយមនុស្សថ្ងៃសៅរ៍នេះបើសិនជាហ្នឹងហើយបើនិយាយពីពឹងពាក់វិញសាច់ញាតិពឹងពាក់មិនសូវបានទេមិត្តភ័ក្តិស្និទ្ធពេកក៏ពឹងពាក់មិនសូវបានដែរបើអ្នកដែលស្គាល់ប្រយោលហ្នឹងអាចពឹងពាក់បានទៅវិញបើគេមករាប់អានគេច្រើនតែកេងប្រយោជន៍ហ្នឹងមនុស្សថ្ងៃសៅរ៍ហ្នឹងគឺមានស្លោកបែបហ្នឹងហើយមនុស្សថ្ងៃសៅរ៍នេះគឺពិបាករកមនុស្សទុកចិត្តណាសំបីមនុស្សក្បែរខ្លួនហ្នឹងក៏ពិបាកទុកចិត្តដែរសំបីតែគូក្រងគូស្នេហ៍ហ្នឹងក៏យើងក៏ថាមនុស្សថ្ងៃសៅរ៍ហ្នឹងពិបាកនឹងទុកចិត្តដែរហ្នឹងកន្លែងហ្នឹងមនុស្សថ្ងៃសៅរ៍នេះរៀងអភ័ព្វគូបន្តិចហ្នឹងហើយឆាប់ខឹងឆាប់បាត់ស៊ីផ្អែមមនុស្សថ្ងៃសៅរ៍នេះវិញនិយាយទៅចូលចិត្តរៀបចំស្អាតបាតណាទាំងផ្ទះសម្បែងកន្លែងធ្វើការឬហាងលក់ដូរអីហ្នឹងគឺស្អាតមនុស្សថ្ងៃសៅរ៍នេះពេលណានិយាយទៅពេលណាចិត្តទលាយក៏ទលាយពេលណាដែលចិត្តចង្អៀតនៅពេលដែលខ្លួនស្មុគស្មាញហ្នឹងក៏មានការស្មុគស្មាញខ្លះដែរហើយមនុស្សថ្ងៃសៅរ៍នេះគឺថាបើសិនជាស្រឡាញ់អ្នកណាខ្លាំងគឺស្រឡាញ់អស់ពីពោះអស់ពីបេះដូងតែម្ដងហ្នឹងហើយចូលចិត្តខំប្រឹងប្រែងណាដើម្បីយកភាពជោគជ័យយកមកបង្ហាញដល់ក្រុមគ្រួសារហ្នឹងហើយអ្វីដែលមនុស្សថ្ងៃសៅរ៍នេះធ្វើការបំផុតហ្នឹងគឺការលើកទឹកចិត្តហ្នឹងហើយពេលដែលពិបាកបំផុតកម្រិតចោលគ្នានឹងជាអ្វីដែលមនុស្សថ្ងៃសៅរ៍នឹងចង់បានមនុស្សបែបហ្នឹងមកនៅគៀកខ្លួន